បាទជម្រាបសួរបងប្អូនអរុនសួស្តីពីបញ្ញាហ្វាមបាទថ្ងៃនេះថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍នៃស្លឹកឈើងាប់ដែលវាជ្រុះនៅក្នុងហ្វាមរបស់យើងហើយបងប្អូនអាចមើលបើគិតថាមានប្រយោជន៍អាចមើលជាមេរៀនក៏បានបាទហ្នឹងហើយអានេះស្លឹកឈើនេះស្លឹកភាគច្រើនស្លឹកកញូងដែលខ្ញុំដាំនៅក្នុងហ្វាមហើយនឹងស្លឹកកខុបនេះចាស់ហើយកាលណាវាខែប្រាំងនេះខែក្តៅនេះវាជ្រុះពេញដីនឹងហើយអញ្ចឹងខ្ញុំបានប្រមូលវាធ្វើជាជីកប៉ុស្តិ៍ហើយមកចំណែកទៀតនឹងខ្ញុំប្រមូលដាក់តាមគល់ដំណាំអញ្ចឹងនេះដើមជីភ្លូនេះដើមជីភ្លូនេះគេហៅតារាឯកផ្កាវាស្អាតអានេះខ្ញុំទិញមកពីសៀមរាបតារាឯកអានោះ Red Ginger sexy pink បាទមានច្រើនប្រហែលមុខដែរអញ្ចឹងខ្ញុំយកវាមកដាក់តាមក្របគល់ដំណាំក្របផ្កានេះបាទហើយយើងស្រោចទឹកអញ្ចឹងបងប្អូនមើលជាមួយខ្ញុំកាយមើលណាបាទឃើញទេឃើញមានសំណើមទេបាទឃើញមានសំណើមទេបាទអញ្ចឹងខាងក្រៅយើងមើលទៅហាក់ដូចជាស្ងួតក៏ប៉ុន្តែដល់ពេលយើងកាយមើលទៅយើងឃើញមានសំណើមហើយឃើញនេះទៅភ្លុះបាទអានេះទៅភ្លុះបាទទៅភ្លុះអញ្ចឹងយើងកាយទៅយើងឃើញមានសំណើមបាទអញ្ចឹងបង្ហាញថាដល់ពេលដែលយើងយកស្លឹកឈើងាប់ហ្នឹងយកមកគ្របគល់ដំណាំហើយយើងស្រោចទឹកវាធ្វើឲ្យទី1ស្លឹកឈើហ្នឹងវាគ្របគល់ដំណាំវាគ្របដីធ្វើជាគម្របដីកុំឲ្យដីហ្នឹងវាប្រេះស្ងួតហួតហែងបើទោះបីយើងស្រោចទឹកក៏ដោយក៏ប៉ុន្តែដល់ពេលដែលយើងស្រោចរួចដីយើងនៅហាលក្តៅហើយវាធ្វើឲ្យដីយើងឆាប់ស្ងួតប្រេះកាហែងអញ្ចឹងទៅធ្វើឲ្យដំណាំយើងពិបាកលូតលាស់នៅក្នុងខែប្រាំងអញ្ចឹងទេបើសិនតែបងប្អូនយកស្លឹកឈើចាស់ដែលវាងាប់វាជ្រុះពេញដីយើងហ្នឹងយើងប្រមូលវាមកឲ្យស្អាតមកហើយទី1យើងបោះវាស្អាតទី2យើងប្រើវាជាប្រយោជន៍អញ្ចឹងនៅពេលដែលយើងគ្របអញ្ចឹងហើយយើងស្រោចទឹកទៅធ្វើឲ្យដីយើងមានសំណើមបានយូរកាលណាដីមានសំណើមបានយូរធ្វើឲ្យរុក្ខជាតិរបស់យើងហ្នឹងវាមានលទ្ធភាពស្រូបបានជាតិទឹកបានល្អដូចគ្នាដែរបាទហើយធ្វើឲ្យដីជុំវិញគល់ដំណាំដែលយើងគ្របហ្នឹងវាមានជីជាតិល្អធូរល្អអញ្ចឹងណាហើយនៅពេលដែលស្លឹកឈើយើងនេះវាលលួយទៅកាត់ជាជីកប៉ុស្តិ៍ធម្មជាតិអញ្ចឹងណាជីកប៉ុស្តិ៍ធម្មជាតិនឹងហើយវាជួយជាប្រយោជន៍ក្នុងការលូតលាស់ដំណាំរបស់យើងអញ្ចឹងណាបាទអញ្ចឹងទេសម្រាប់ស្លឹកឈើសម្រាប់ដើមឈើបងប្អូនកុំស្អប់វាខ្ញុំឃើញបងប្អូនយើងមួយចំនួនស្អប់ដើមឈើស្អប់ស្លឹកឈើដែលវាជ្រុះមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងស្រឡាញ់វាទៅបាទវាមិនបានប្រយោជន៍ចំណែកណាមួយប៉ុន្តែវាបានប្រយោជន៍ចំណែកណាមួយដូចឧទាហរណ៍ដើមកញ្ញូងដែលខ្ញុំដាំនេះបាទដើមកញ្ញូងដែលខ្ញុំដាំនេះវាមើលមកផ្លែហាក់ដូចជាគ្មានប្រយោជន៍ដោយសារតែវាមិនបានជាផ្លែជាផ្កាអីសម្រាប់យើងហូបបានក៏ប៉ុន្តែវាបានជាម្លប់លើសពីហ្នឹងវាជ្រុះស្លឹកមកយើងបានស្លឹកវាធ្វើជាជីឃើញទេបានស្លឹកវាធ្វើជាជីហើយរយៈពេល4-10ឆ្នាំ20ឆ្នាំទៅមុខទៀតយើងអាចប្រើវាជាប្រយោជន៍ដើមវាហ្នឹងប្រើវាជាប្រយោជន៍កាត់វាទៅធ្វើជាប្រយោជន៍ក្នុងការប្រើប្រាស់ជាគ្រឿងសង្ហារឹមអីចឹងទៅបាទអញ្ចឹងទេជាទូទៅអ្វីក៏ដោយនៅក្នុងធម្មជាតិហ្នឹងគេហៅថាវាមានប្រយោជន៍ឲ្យគ្នាទៅវិញទៅមកវាមានអន្តរកម្មឬក៏មានប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដែលដើមឈើមួយបំពេញឲ្យប្រយោជន៍ដើមឈើមួយរុក្ខជាតិមួយបំពេញប្រយោជន៍ឲ្យរុក្ខជាតិមួយទៀតហើយទាំងអស់ហ្នឹងគេហៅថា ecology ប្រព័ន្ធ ecology ដែលវាមាននៅក្នុងធម្មជាតិហើយវាជួយធម្មជាតិជួយឲ្យមានជីវិតរស់នៅនឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងទេសូមអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបាទសូមជម្រាបលា